นเป็นเตียงบารมีให้โกนเพราะกวดโยนิโรจน์ไอนาภาษาปนสไลดึงเกกมังนุ่มบานจังเกกมังนุ่มจำนวนมาร้อยงานพิเศษเลยงานโกกีนั่นไงมีกรรมที่ไอ้ช่วยสปอร์ตพ่อบางคนนั่นไงการมาเพียบนองการเรียบจำเมียนสะเพอเมียนบาทเมียนใบสะเพอพนมบาทเมียนโดยจีมันดังทานแบบนาเลยจ่าเมาเนียงเลยยังtừ quạt này vài măng cục vài đồng Mỹ trái cho anh thân ông mấy trái mấy trái đó ý bên camera thò tiền ngày đi phơ rất đi phơ nông cái cầm mong ôn cái cầm mong pi đôi hai sập nông mỏ cho cái món trái mấy trái cái vô tên nào mấy trái vô tới lưu tha vô tới chay vô tới bậc kênh bậc sang cái xong hay cái vô mà nốt trái pi rồi nông bay rồi nữa cho anh thân ông mấy cái nữa nông đồn là ta xong bài tụt sụp sụt á bài tụt sụp sụt chăm thơ hái chăm thơ đây bông bông mơ tiêu đấy sao បាទគ្រប់ជ្រាបសួរបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពក្នុងការរៀបចំវិកខ្ចប់នំបាទអញ្ចឹងនំទាំងអស់នេះគឺយើងធ្វើសម្រាប់ខួបកំណើតក្មួយបាទដោយសារប្អូនហ្នឹងប្អូនស្រីហ្នឹងគេកំងនំបាទអញ្ចឹងគេកំងនំចំនួន150ប្រអប់ឯណោះបាទហើយមិនត្រឹមតែកំងនំទេគេកំងភេសជ្ជៈទៀតបាទភេសជ្ជៈក៏150កៅដែរបាទហ្នឹងហើយបុគ្គលិកទាំងខ្ញុំបាទទាំងប្រពន្ធធ្វើវីវក់បាទជាមួយនឹងម្ដាយក្មេងផងដែរបាទវីវក់ទាំងអស់គ្នាអញ្ចឹងអរគុណច្រើនមែនតែនបងអូនសម្លាញ់ហ្នឹងហើយដែលបានជួយកំងនំបងបាទយកទៅប្រគេនព្រះសង្ឃបាទហ្នឹងហើយអញ្ចឹងនំទាំងអស់នេះគឺយកទៅប្រគេនព្រះសង្ឃប្រកបណាស់ហើយមួយទៀតដែលថាគាត់បានទៅទិញប៊ិចសុភៅខ្មៅដៃបាទយកទៅផងដែរបាទអញ្ចឹងសរុបទៅគឺមាននំមានទឹកហើយនឹងមានប៊ិចសុភៅបាទភេសជ្ជៈហ្នឹងណាហ្នឹងហើយអញ្ចឹងថ្ងៃស្អែកហ្នឹងគឺគាត់យកទៅប្រគេនព្រះសង្ឃនៅឯវត្តស្វាយដង្គមនៅឯស្រុកឯភ្នំក្រុងខេត្តបាត់ដំបងបាទមិនមែនក្រុងទេគឺជាប់ក្រុងបាទស្រុកឯភ្នំហ្នឹងណាអញ្ចឹងចម្ងាយពីទីរួមខេត្តបាត់ដំបងទៅដល់វត្តហ្នឹងគឺចម្ងាយប្រហែលជា10គីឡូម៉ែត្របាទយើងជិះពីក្រុងបាត់ដំបងទៅតាមផ្សារពោធិវង្សឆ្លងកាត់ផ្លូវភ្លោះវត្តឯភ្នំបងប្អូនបាទអាផ្លូវបលាយយើងហ្នឹងមានផ្លូវសងខាងហ្នឹងចឹងនិយាយគេកាត់តាមហ្នឹងបាទកាត់ប្រាសាទឯភ្នំហ្នឹងបាទអញ្ចឹងបើសិនបងប្អូនចង់ដឹងថាតើវត្តអារាមហ្នឹងមានភាពស្រស់ស្អាតយ៉ាងណាហើយក៏ដូចជាផ្លូវថ្នល់ហ្នឹងវាអភិវឌ្ឍដល់ណាហើយអញ្ចឹងបងប្អូនអាចតាមដានមើលវីដេអូនេះបានបាទមួយទៀតបងប្អូនបើសិនបើមិនទាន់បាន Subscribe ទេជួយ Subscribe ម្នាក់មួយផងបាទហ្នឹងហើយដើម្បីជាកម្លាំងចិត្តឲ្យពួកយើងធ្វើវីដេអូថ្មីបន្ថែមទៀតបាទអញ្ចឹងអញ្ជើញទស្សនាទាំងអស់គ្នាបាទបងប្អូនបាទបាទគ្រាន់តែចេញដើរវីដេអូភ្លាមពឹបបាទឡានវាផ្ទុះធុងទឹកតែម្ដងបាទចេះសំណាងហើយបានឡានពីមួយសាងបាទហ្នឹងហើយអញ្ចឹងគាត់នៅឯផ្លូវទៅប្រាសាទឯភ្នំគៀកជាមួយនឹងផ្ទះគាត់ដែរចេះសំណាងហើយគាត់ត្រឡប់មកយកមកផ្លេតមករៀបចំអីវ៉ាន់ដាក់គូតឡាននៅចេញទៅតន់តែម្ដងអត់អីវិញបាទហ្នឹងហើយបាទបន្ទាប់ពីដាក់ទុកឡានផ្ញើជាមួយនឹងចែអ្នកលក់ទូរស័ព្ទហើយឥឡូវយើងបានចេញទៅដល់ឯភ្នំហើយបាទនៅវត្តឯភ្នំយើងគីកាត់មិញណាបាទនេះសមាជិកនៅខាងក្នុងឡានបាទនេះមានចេស្តា Hello មួយឡាឡា hello មួយ Hello បងប្អូន សួរ ជម្រាបសួរអត់ទេអានេះមេដាដៃ1000បាទនេះបន្ទាប់ពីលោកកាមេរ៉ាមែននោះឥឡូវឡើងក្មេងទៅកាមេរ៉ាមែនទៅចាស់មក
lời dương tự quạt này vài mong cung vài đồng cung vài đòn cung ta đã qua tiến cá lóc và làកំពុងតែញ៉ៃទិញទឹកបាទតែណាកំពុងទៅដល់គោកូនងាបានឲ្យលុយគេណាឲ្យគេអាប់ទៅសម្រាប់អីនេះក៏ផ្លិចកំពុងញ៉ៃបញ្ញាញ៉ៃប្រញាប់ផ្លិចយកក្បាលកូនងាមកទៀតក្បាលកូនងាក្បាលមុំកូនងាហ្នឹងហើយឥឡូវចូលទិញកំប៉ុងថ្មីលុយសិនកំពុងបល់វ៉ែទៅដល់វត្តដឹងតែម្ចាស់កម្មវិធីបេចោឲ្យដាក់ទឹកដែរអាចហើយនូនចេះតាញ៉ាំហើយក្របលឿនអត់មាននេះទេព្រោះដឹងអាតូចហ្នឹងយើងទេអាតូចនឹងវានេះណាពុំតិចទេកំពុងណាញ៉ៃណាជឺហក់រវែងមួយបាក់ថ្មិញលើហើយវាយចុយម៉ៃលើនឹងអូខេមេបាត់អាមកភ្លៀងផ្លាប់អាហ្នឹងវាយលឿនណាធ្វើបាបហៀអញ្ចឹងកូនចៅធ្វើបាបហៀអញ្ចឹងហៀស្លោដោយសារហៀវាចូលចិត្តឲ្យគេធ្វើបាបហៀស្លោផ្លូវដល់បាត់ទៅហើយឥឡូវគេកាច់ឆ្វេងមកតាមផ្លូវមិនស្អាតមែនតើឡងទ្វាអូថតអត់ចេញទេតោះឥឡូវអីទេសិតតែបេតុងផ្លូវឥឡូវអភិវឌ្ឍសម្បើមដៃណានេះអភិវឌ្ឍជាងក្រុងទៀតក្រុងបាត់ដំបងមើលមិនយល់បាទក្រៅក្រុងញាក់សាច់គេហាងលោកម្ដងហ្នឹងតាមកវត្តហ្នឹងដងតែហើយចឹងវត្តហ្នឹងក៏ណៃជាង100អង្គរៀនណៃវត្តហ្នឹងវត្តសាលារៀនហ៎ស្ដាងមានលោកបានសាវរៈមានយីបាទប៉ុន្តែមានតាណែហ្នឹងវត្តធម្មយុទ្ធឬក៏វត្តមហានិកាយអូធម្មយុទ្ធអូលោកចឹងលោកកាន់លុយលោកបិណ្ឌបាត់ដោះស្បែកជើងនេះហ្នឹងកាន់បច្ច័យកាន់អីទេហងដល់នេះហងបែងទៅនេះអ្នកឡានគេមកដល់មុននេះរៀបចំគេនៅចាំតែយើងភ្ញៀវគេតែយូរហ្នឹងបាទអូអាចារ្យរៀបចំនេះបាទនេះអីគេមកជួយលើកអីវ៉ាន់ម្ចាស់កម្មវិធីHello បងនេះម្ចាស់កម្មវិធីបាទនេះកូនពៅបាទកំពៅទៅភ្នែកតែគេ style គេអញ្ចឹងឯងមើលតែបិទកាមេរ៉ាឲ្យបងដល់ណាណាដាក់អំពូនឹងផ្ទុះធុងទឹកឆេះពេញនឹងអូខេអ៊ំម៉ាច់នេះជួយទេចាំខ្ញុំធ្វើអាសាធ្ងន់ដែរនំដាក់ណាដែរនេះរៀបទៅនេះអូខេវាមានតុកស្រាប់ឯតានេះរៀបដាក់ថានោះបងចុះហ្នឹងទៅរៀបថានោះហើយខាងនេះដាក់ទឹកអីរៀបលើនេះគេរៀបលើម៉ូតូទៀតហើយខាងនេះម៉ូតូទៀតហើយចា
បាទបងប្អូននេះគឺជាសកម្មភាពក្នុងការរៀបចំមានសភៅមានបាទមានប៊ិចសភៅមានដូចជានំបាទហើយនឹងភេសជ្ជៈដើម្បីទុកប្រគេនព្រះសង្ឃនៅឯវត្តស្វាយដង្គមនេះផងដែរបាទអញ្ចឹងញាតិញោមពុទ្ធបរិស័ទយើងគឺមកពីខាងផ្សារណាត់ខ្លះខាងបរិយរំជ័យខ្លះហ្នឹងហើយហើយមានដូចជាកូនពៅដែរនេះកូនពៅបាទកូនពៅនេះមិនមែនអូហ្នឹងអូនេះបងពៅដែរអូមកវត្តថ្ងៃនេះសិតតែកូនពៅទាំងអស់បាទហ្នឹងហើយនេះកូនពៅដែរនេះពៅមួយទៀតអត់ចេះចប់ផងពៅបាទនេះលោកយាយបាទហើយយើងមានជាភេសជ្ជៈយកមកពីហាងកូគីតែម្ដងបាទអូហើយតំណមែនតើបាទយាយបាទឃើញថាស្រស់ស្រះស្រស់ស្រាំសហការពួតដៃគ្នាមែនតើបាទហ្នឹងហើយនេះសតនៈគេហៅពុទ្ធបរិស័ទណានេះបាទនេះវត្តវិបស្សនាអារាមហៅបាទហៅវត្តស្វាយដង្គមសូមស្វាគមន៍បាទនេះកូនពៅបាទនេះកូនពៅធ្វើអីដែរដូចគេបើមិនខុសគេមិនមែនកូនពៅទេនេះបាទសូមអធិស្ឋានផងនេះយើងមានវីដេអូកំប្លែងអីខ្លះទៅដើម្បីញឹងបរិយាកាសឲ្យកាន់តែសบายរីករាយបាទដើមស្នាបាទនេះដើមឈើយើងបាទដឹងដើមអីទេអត់ស្គាល់បងប្អូនដឹងអីជួយខមមិនប្រាប់ផងមានមេក្រូមានអីចឹងទៅបាទឃើញថាថ្ងៃនេះគឺមេឃសតុំបាទមេឃសតុំត្រជាក់ល្អមែនបាទគណៈពេលនេះគឺម៉ោងបាទម៉ោង9កន្លះបាទឃើញបរិយាកាសនៅវត្តនេះគឺស្រស់ស្អាតមែនទែនគឺ clean ស្រឡះល្អអត់មានសម្រាមមានអីទេមិនសើបងប្អូនដែលថាភ្ញៀវជាតិអន្តរជាតិឬក៏បងប្អូនដែលនៅក្រៅប្រទេសអីបានមកលេងអីអាចអញ្ជើញមកលេងបាននៅវត្តនេះបាទឃើញថាស្រស់ស្អាតមែនទែនហើយលោកនៅទីនេះគឺគាត់កាន់ពុទ្ធសាសនាបែបមហាគេហៅថាធម្មយុត្តិបាទសូមអធិស្ឋានគេហៅបែបធម្មយុត្តិបាទហ្នឹងហើយអញ្ចឹងបងប្អូនកាន់ពុទ្ធសាសនាបងប្អូនដឹងហើយថាការកាន់បែបធម្មយុត្តិបែបម៉េចគឺកាន់វិន័យល្អបាទកាន់វិន័យតឹងរឹងបាទនេះគឺជាស្កូបឬចែកដីបងប្អូនខ្ញុំមិនទាន់បានសួរលោកឬអាចារ្យនៅវត្តនេះដែរបាទឃើញថាបរិយាកាសស្រស់ស្អាតបាទនៅរដូវគេហៅវស្សានេះគឺដើមឈើគឺមានពណ៌បៃតងខៀវស្រងាត់តែម្ដងបាទបូករួមជាមួយនឹងខ្យល់បក់លហៀកបាទគេហៅញ៉ឹងបរិយាកាសកាន់តែល្អបាទហើយខ្យល់អាកាសនៅបរិសុទ្ធទេបើព្រោះជុំវិញនេះគឺសិតតែវាស្រែវាស្រូវបងប្អូនបាទហើយវត្តនេះគឺវត្តបុរាណបងប្អូនបាទនេះវត្តស្វាយដង្គមស្ថិតនៅស្រុកឯកភ្នំបាទមិនដឹងថាអានបែបណាទេនាងមិចឧដំរានាងមិចសោមណាអូមិនដឹងថាឈ្មោះនៅលើខ្លោងទ្វារនេះបញ្ជាក់ពីអ្នកកសាងឬក៏អត្ថន័យបាលីឬបែបមិនទេបាទនេះកូនពៅដែរមកវត្តធ្វើបុណ្យថ្ងៃនេះសិតតែកូនពៅតែម្ដងបាទមកបាយទៀតនេះតារាសម្ដែងគេរៀនសម្ដែងបដាបងប្អូនបាទឃើញកាមេរ៉ាតាមពិតទៅគេសម្ដែងទេមកកំឡាងខ្ពស់ពេកកូនបោះចុះវិញអីបាទវត្តនេះគឺមាន2ជាន់បងប្អូនហើយអ្វីដែលសំខាន់គឺនៅវត្តនេះលោកប្រសង់តូចលោកនេនតូចបងប្អូនមានឬថាមានចំនួន100ទៅ200អង្គបងប្អូនហើយលោកនៅទីនេះគឺសិក្សារៀនសូត្រ
ពីពធពីគេហៅថាបាលីបងប្អូនហ្នឹងហើយរៀនពីបាលីរៀនពីអក្សរសាស្ត្របាទហើយលោកនេនតូចចាំមើលតិចទៀតខ្ញុំនឹងថតជាវីដេអូឲ្យបងប្អូនមើលបាទចឹងខ្ញុំថតបរិយាកាសជុំវិញនេះឲ្យបងប្អូនបានទស្សនាបាទទុកកំសាន្តលេងនៅពេលថ្ងៃក្រោយបងប្អូនចង់មកលេងគឺបងប្អូនអាចហៅដឹងទីតាំងហ្នឹងហើយមួយទៀតទីតាំងខ្ញុំនឹងអាចដាក់នៅក្នុង Google Map នេះផងដែរបាទហ្នឹងហើយនៅពេលของក្នុងប្រកាសឡើងសូមកាញ្ញានេះក្មេងៗលេងជីតូងលេងណាហ្នឹងហើយបងប្អូននៅក្នុងវត្តបាញ់គុំបាទឃើញបរិយាកាសឃើញស្រស់ស្អាតមែនទែនបងប្អូនស្ងៀមស្ងាត់ល្អមែនចាស់ទៀនគាត់បានរៀបចំចាត់តែងលោកចាស់គ្រប់អង្គទាំងអស់ទាំងលោកគ្រូបាទនេះគីឡើងមកទទួលលោកទេពជាទៀនដោយសេចក្តីអនុគ្រោះកណាសូមបាទព្រះអង្គនិមន្តមកបដាហើយអញ្ចឹងព្រះអង្គទើបតែនិមន្តចេញពីសាលាបាលីបាទបាទឃើញថាព្រះអង្គតូចគេថាព្រះអង្គលោកនេនណាបាទអញ្ចឹងមានន័យថាល្អមែនតើបងប្អូនចាស់សម័យមុនវត្តអារាមគឺជាកន្លែងសិក្សាកន្លែងរៀនសូត្រកន្លែងលុតដំបាទអត់មានសាលារៀនអីក្រៅពីវត្តទេបាទអញ្ចឹងមានតែវត្តទេដែលអាចថាជាកន្លែងផ្ដល់នៅចំណេះដឹងប្រពៃណីឬក៏ជាទលាមទម្លាប់សាសនាផងដែរបាទអញ្ចឹងឃើញលោកមានរបៀបរៀបរយបាទមែនតែនហ្នឹងហើយចឹងសម្រាប់ប្រជាជនខ្មែរយើងឥឡូវក៏ដូចជាវត្តនៅទីនេះគឺកាន់នៅគេហៅថាច្បាប់ទំនៀមទម្លាប់ល្អមែនតែនបាទបាទមើលលោកនេនតូចបាទឈរតម្រង់ជួរគ្នាបាទអូច្រើនណាស់បងប្អូននេះបាទនិមន្តគឺនំហ្នឹងកាន់មកជាប់ផងព្រោះនំគាត់អត់ទៀតទេតែទៀតគឺគាត់អត់ហើយចាក់តិចយកចាមិនជានេះទៅបាននេះមកកាន់នំមកជាប់បាទពិតជាស្រស់ថ្លាមែនទែនបងប្អូននៅពេលដែលបានប្រគេនជាតេយ្យទានបាទទៅជូនព្រះសង្ឃថាដូចរាប់បាតជូនព្រះសង្ឃអញ្ចឹងណាបាទមានបិចសភៅខ្មៅដៃបាទក៏ដូចជានំហើយនឹងភេសជ្ជៈផងដែរបាទហើយសំខាន់គឺមេឃអំណោយផលទេបងប្អូនបាទសតុំត្រជាក់បាទមេឃគឺអំណោយផលមែនតើបងប្អូនបាទទោះបីជាមានឧបសគ្គតិចតួចក៏ដោយប៉ុន្តែក្នុងចិត្តក្នុងអារម្មណ៍ពួកយើងគឺនៅតែសប្បាយរីករាយបាទ
មិនដឹងថាបងប្អូនបែបម៉េចទេប៉ុន្តែគាត់ថាបើសិនបើខ្ញុំនៅពេលដែលបានធ្វើទៀនធ្វើបនកសលបែបនេះគឺមានអារម្មណ៍ថាស្រស់ថ្លាមែនទែនបងប្អូនបាទហើយក្រុមគ្រួសារពួកយើងក៏ដូចជាអ្នកគេហៅថាអ្នករាប់អានញាតិមិត្តអីគឺគាត់ចូលរួមដោយក្តីសោមនស្សរីករាយបាទបានប្រកេនប្រសង់គឺបានបនមែនតើបងប្អូនដល់សំខាន់ទៀនចេញចំបនបរិស័ទក្នុងទីរោគនដល់ថ្ងៃបនស្វ័យចានគួទៀនចេញចំទឹកដំបបកូនព្រមបានល្អព្រោះធัวសัพពរំទៀនស្វ័យដល់សំចង់អងទឹងទៀនតែនរួចពីគ្លៀនព្រោះរំដំទៀនជាទេវពលលំអសัพពរំទៀនមានចិត្តមកតាំងព្រមជីវិតទៀនគឺជាទ្រព្យជួបតាមសំណានក្នុងធំងងឹតព្រៀងកាច់បំបាំងមោហៈក្នុងចិត្តបានត្រាស់ដឹងពិនពិនទៀនបារមីឲ្យកូនប្រុសគាត់យោនិរោចឯណាក៏បញ្ញាប្រតិជិលអង្គសន្តិជាស្រាជាស្រារំលឹកព្រះធម៌គាថា8បាននៃកំដាំមកពុតបាទនេះគឺជាម្ចាស់ទៀនបាទម្ចាស់ទៀនឬក៏គេហៅមួយទៀតថាជាអ្នកផ្ដើមបុណ្យបាទអញ្ចឹងគាត់ចូលចិត្តធ្វើបុណ្យមែនទែនបាទជាមួយនឹងក្រុមគ្រួសាររបស់គាត់បាទជាពិសេសគឺកូនបើនេះតែម្ដងរាល់ពេលដែលមានខួបកំណើតកម្មវិធីផ្សេងៗគឺគាត់តែងតែទិញបិចសភៅយកមកប្រគេនព្រះសង្ឃបាទដើម្បីជាការលើកស្ទួយពុទ្ធសាសនាឲ្យមានអាយុកាលកាន់តែយូរអង្វែងតទៅមុខទៀតបាទហ្នឹងហើយយោបាទឃើញថាបងប្អូនយើងគឺសរសើរសស្រាំមែនទែនបាទតាក់ទងជាមួយនឹងការធ្វើបុណ្យធ្វើទានហើយក៏មានចាស់ចាស់បាទគាត់មកចូលរួមផងដែរបាទម្នាក់ម្នាក់គឺទឹកមុខរុះរាយស្រស់ស្រាយមែនទែនបាទអូចឹងយើងរៀនក្មេងឲ្យចេះធ្វើបន់ធ្វើទៀនឲ្យចេះគោរពឲ្យចេះគោរពបានចេះគោរពចេះលន់តួជាមួយនឹងការយល់ដឹងពីពុទ្ធសាសនាបាទអញ្ចឹងពុទ្ធសាសនាមិនត្រឹមតែជាសាសនាដែលអប់រំផ្លូវចិត្តទេគឺជាសាសនាមួយបាទដែលជួយផ្លូវចិត្តផ្លូវអារម្មណ៍របស់មនុស្សយើងផងដែរបាទអញ្ចឹងកុំឲ្យធ្វើខុសបាទមានបាបមានអីចឹងណាបងប្អូនបាទហ្នឹងហើយហើយក៏ជាការកសាងអំពើល្អបាទទៅដល់មនុស្សគ្រប់រូបបាទមិនថាសាសនាណាទេគឺជាសាសនាដែលល្អទាំងអស់បាទគឺតែងតែបរៀនបដៅមនុស្សយើងឲ្យចេះដឹងខុសដឹងត្រូវបន់ល្អដឹងអាក្រក់បាទចេះធ្វើល្អដាក់គ្នាជាគោលបំណងតែមួយគឺចេះគេហៅថាធ្វើល្អបាទហ្នឹងហើយធ្វើល្អចេះយកអាសាគ្នាទៅវិញទៅមកបាទបាទនេះយាយបាទយាយក៏រៀបចំធ្វើចង្ហាន់ប្រគេនលោកបាទមានយាយជីឬក៏អ្នកមីងអីនៅចំណុះជើងវត្តណាបាទអញ្ចឹងក៏តែងតែរៀបចំប្រគេនគេហៅថាធ្វើចង្ហាន់ធ្វើអីប្រគេនលោកប្រចាំថ្ងៃណាបងប្អូនបាទបាទនេះតេយ្យទានដែលសេសសល់ពីប្រគេនព្រះសង្ឃវិញប៉ុន្តែយើងអត់យកទៅវិញទេគឺយើងទុកនៅ
វត្តនេះទាំងស្រុងទុកឲ្យប្រជាអធិការគាត់ចាត់ចែងទៅបាទហើយនេះបន្ទាប់ពីប្រគេនប្រសង់រួចបាទអញ្ចឹងសាកភ្លក់នំនែកភេសជ្ជៈយើងមើលបាទមិនដែរបងនំដូណាត់ឆ្ងាញ់ស្នាដៃពិសី ឆ្ងាញ់ពិសីហ៎ កូគី ហ្នឹងហើយមានកម្មវិធីអីជួយ support ផងហ្នឹងហើយអត់ទេប្រាប់បងប្អូនដែលគាត់មើលនៅក្នុងនេះហ្នឹងហើយបានរហូតនេះ ហ្នឹងហើយហ្នឹងហើយអរគុណចែថ្ងៃមុនកម្មវិធីការកូនហ្នឹងហើយជួយយកបានប្រអប់ដែរនេះការកូនការកូនបានរយនំដែរដូចជា3 400នំដែរ អូ300នំហ្នឹងហើយនេះសិតអតិថិជនណាអូខេបាទអញ្ចឹងបន្ទាប់ពីយើងប្រគេនប្រសង់រួចនៅខាងក្រៅឥឡូវចូលមកដល់សាលាឆាន់បាទធ្វើកិច្ចអីទេសូមអធិស្ឋានផងបងប្អូនទទួលអាហារទទួលធម៌ទទួលបត់ណាហ្នឹងហើយបាទរូបសំណាកព្រះពុទ្ធសាសនាយើងបាទមានដូចជាព្រះអង្គជួនណាទៀតបាទអង្គការបំពេញនបនបុសោដើម្បីចម្រើននៅអាយុវណ្ណៈហើយនឹងសេចក្តីសុខព្រមទាំងកម្លាំងនឹងទី1ទី2គឺការគោរពដល់បុគ្គលអ្នកមានគុណមានសិលគុណគឺលោកឪពុកអ្នកម្ដាយដែលគាត់បានដល់លោកព្រះរតនត្រ័យហើយកូនគោរពថ្វាយបង្គំដោយសេចក្តីគោរពធัวទាំង4ប្រការនេះក៏ចម្រើនដល់សាមីភ្នូនកូនចៅគ្រប់រូបគ្រប់គ្នាដែរឲ្យមួយចំណែកទេគឺធ្វើនៅការគោរពដល់ជនទាំងឡាយជាចាស់ព្រឹទ្ធាចារ្យមានត្រកូលរៀមច្បងដោយការប្រណម្យការថ្វាយបង្គំចឹងដោយអំណាចនៃការជ្រះថ្លាក្នុងគុណព្រះរតនត្រ័យនេះសូមជូនពរមួយស្រីនិងញោមគ្រប់គ្នាសូមឲ្យបាននូវសេចក្តីសុខសេចក្តីចម្រើនជាមនុស្សដ៏ល្អជាគុណដ៏ល្អរបស់បាណានិងជាចៅដ៏ល្អរបស់លោកយាយព្រមទាំងជាសាសដ៏ល្អរបស់លោកគ្រូអ្នកគ្រូគ្រប់រូបតាំងមកក្នុងគុណមានសិលគុណជាដើមសូមអនុមោទនាសូមអនុមោទនាបងសូមអនុមោទនាមហាកុសលសព្វតិយោវិវច្ចន្តោសូមឲ្យចម្លែកទាំងគួងទាំងឡាយប្រាក់ចេញគឺផ្លែចូលឲ្យជាវៀងចេញឆ្ងាយទៅសាភិរោគោវិណាសន្តោសូមឲ្យរោគទាំងពួងរបស់អ្នកជាសាស្បីទៅមានទេភិវៈអន្តរាយអន្តរាយគំបីមានដល់អ្នកឡើយសុខៃទេញាយុអភិវៈសូមឲ្យអ្នកជាបុគ្គលមានសេចក្តីសុខមានអាយុវែងអភិវឌ្ឍនស័យលេសនេច័ន្ទវុទ្ធាបច្ច័យណោចត្តារធនមេវត្តហន្តិអាយុវណ្ណោសុខੰពលៀងធัวគឺពោទាំងឡាយ4ប្រការគឺអាយុ1ពោសម្បរកាយ1សេចក្តីសុខ1កម្លាំង1រមែងចម្រើនអស់កាលជានេះដល់អ្នកដែលមានសេចក្តីអរកាយថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រកបដីនឹងអ្នកដែលមានសេចក្តីគោរពកោតក្រែងដល់បុគ្គលដែលជាអ្នកមានសេចក្តីចម្រើនដោយគុណមានសីលគុណជាដើមឬដែលចម្រើនដោយវ័យគឺចាស់ប្រធាចាតេអតលធាសុខតាបរលហពុទ្ធសាសនេអរោគាសុខតាហោភាសាអសពេហិញាធិបអ្នកទាំងឡាយទាំងបរិបទាំងស្ត្រីនៅចូលចម្រើនក្នុងព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសង្គ្រោមទាំងញាតិទាំងឡាយគ្រប់គ្នាចឹងអបសតទាំងឡាយកាយងារមនុស្សទីព្រមទាំងខាងនៅស្រីចៅស្រីដែលបានទៅពុទ្ធនានេះចូលបានបន្តសរមាប៉ុណ្ណេះសោះគឺដល់មេដាបេដាបុព្វការីជនពលមកដែលកើតខាងតាមលោកអនុសូមលោកអនុមោទនានៃសពបងពុទ្ធចៅនៅនេះក៏ទឹកជូនជាមួយខ្ញុំបាទដល់ទៅមានប្រសាសន៍មេត្តាទាំងអស់គ្នាអ៊ីទាំងវយាតៃណាំងហៅតោសតតតាហៅតោយាតយ៉ាងនេះទៀននេះយកមានអញាតទាំងឡាយយាតទាំងឡាយយាតទទួលក៏នឹងក្តីសុខចោសូមជូនបុណ្យកុសលចំពោះ
tới hoa kia ta tới ta côn cừu và chia kia cha tôi kia bạc tí sanh đàn chi tôn chi ta rồi nơi đây na lúc cha cha càng sống chung có sao càng sống sọc xanh xa có càng có tốt chẳng ăn mô thì không ăn mô thì liệt bon không ăn mô điện hạ cục sao sắp châm ra tất cả này ở bên kia បន្ទាប់ពីប្រគេនប្រសង់រួចឥឡូវប្រគេនខ្លួនឯងវិញនេះម្ចាស់នេះចាស់ឧបត្ថម្ភធំដោយអាមួយចិនខ្មៅលក់ស៊ុបនៅផ្លូវឯកភ្នំបាទចង់រកស៊ុបឆ្ងាញ់អាចទៅរកបានបាទនៅកន្លែងផ្លូវភ្លោះហ្នឹងតែម្ដងបាទនេះនំចុកគាត់នេះតំណងមែនតែនបាទនេះនំចុកនេះរូបមន្តធ្វើបែបអ្នកបាត់ដំបងឬអ្នកតកែវអូអញ្ចឹងបងប្អូនខាងបាត់ដំបងបានភ្លក់ស្នាដៃអ្នកតកែវហ្នឹងចាំទូចាំធំតកែវម្ដងមើល ទឹកឯងមានមកផងដែរចាបងមានមកផងដែរទឹកឯងនេះកែវញ៉ាំតែមួយអំបិលណាមានដែរចុយហ្នឹងហើយ ខ្ញុំថាកាប់ឡាយឲ្យហ្នឹងឯង នេះចាណា ចាប់បដោយទៅសុំតាដៃដល់ ផងស្រោម បាទសសស្រាំទោះបីយ៉ាងណាក៏ត្រូវឆ្ងាញ់ដែរ តាំងទៅយ៉ាងភ្លក់នេះកែវចាប់ដៃបាទ អាអ្នកថតដាក់ចាន ដាក់អេមិនដាក់មិនចង់លមូលពុះហើយ មកអាមកហែងទូចហើយញ៉ាំមិនចាំ មកមើលដាក់នោះយ៉ាខេវទៅដល់ទេ បាទ ទៅមួយចានបាល់នេះ មិនរបស់ញ៉ាំហើយ គុំខ្លាយស្គម បាទជម្រាបសួរបងប្អូនបាទអញ្ចឹងវីដេអូនេះគឺជាវីដេអូយើងទៅវិញហើយអត់បានជម្រាបលាបងប្អូនជុំគ្នាជម្រាបលាណាអញ្ចឹងសូមអធិស្ឋាននៅចំណុចនេះដែរហើយអញ្ចឹងរាល់ការគេហៅថាវីដេអូសំដីលើសលួសឬក៏ពាក្យសំដីមិនសមរម្យបងប្អូនសូមអធិស្ឋានអភ័យទោសផងបាទព្រោះដោយសារទឹកដៃថ្មី content ថ្មីបាទអញ្ចឹងគ្រាន់តែជាវីដេអូកំសាន្តមួយសម្រាប់បងប្អូនមើលកាយកំសាន្តលេងបាទហ្នឹងហើយអញ្ចឹងកុំយកបើថាមានកំហុសខុសឆ្គងកុំយកទោសបីអីចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងអត់សូវចេះនិយាយប៉ុន្មានទេបងប្អូនហ្នឹងហើយអញ្ចឹងជម្រាបលាកូនបាទជម្រាបលាហើយជម្រាបលាមើលជម្រាបលាបងប្អូនពូមីងបាយបាយអូខេ